ta miền bông ôn mà nè đã là lành lan hai tay mình pin chất cho mùi nâng xạ lấy chá trong màn thâm ấy lấy trong màn về chẳng đâm bay ban được nhông với hơi sát một ôn trời miền anh xa anh khác tọt tầm mơ thằng ọc nêu còn số đây một ôn ọc này bẻ nên một bông ôn cứ chỉ bập hết lan xạ lấy tay mình khơi xạ lấy bà một ôn bà lan xạ lấy tay mình khơi xạ lấy bao bắt tần na một ôn đấy bà bắt tần na ok lanនេះគឺយើងកំពុងតែយកសាកលេខទៅជន់ថ្មីបងប្អូនដោយសារសាកលេខវាចាស់បាទចាស់ហើយយើងប្រើទៅវាទក់វាខូចបាទវាមិនសូវជាស្អាតហើយយើងជន់ទៅបើចង់បានវែងបាទអញ្ចឹងយើងយកសាកលេខទៅជន់ហើយរបៀបជន់ហ្នឹងគឺយើងត្រូវធ្វើមិនដូចហើយយើងត្រូវមានឯកសារអ្វីខ្លះបងប្អូនបាទអញ្ចឹងខ្ញុំបាទឌីថ្ងៃនេះជំរាបប្រាប់បងប្អូនដោយសង្ខេបណាបងប្អូនណាចឹងអ្វីដែលបងប្អូនត្រូវមានឯកសារអ្វីខ្លះណាបងប្អូនទី1បងប្អូនត្រូវតែមានសាកលេខជាប់នឹងឡានតែម្ដងបាទជាស្រ័យដោយសារឡានលេខយើងយកទៅជាន់បាត់ហើយអញ្ចឹងយើងត្រូវមានសាកលេខចាស់នៅលើឡានតែម្ដងបងប្អូនត្រូវដោះសាកលេខចំនួន2ទាំងមុខខាងក្រោយឬក៏បងប្អូនជាន់1ក៏ជាន់ទៅជាន់2ក៏ជាន់ទៅបងប្អូនណាបាទបើជាន់1ក៏បានជាន់2ក៏បានតែបើសិនជាជាន់2ទៅឃើញឆ្នាំវាតែមួយណាបងប្អូនបាទហើយអ្វីដែលបងប្អូនត្រូវមានដែលมันអាចអខានបាននោះត្រូវមានឯកសារដូចជាកាតគ្រីដូចជាឈៀកមានសុពលភាពបាទហើយនឹងតសញ្ញាណប័ណ្ណណាបងប្អូនតសញ្ញាណប័ណ្ណហើយអ្វីដែលបងប្អូនมันអាចអត់បាននោះគឺឯកសារនៅលើឡានតែម្ដងគឺឯកសារឈៀកបាទឯកសារឈៀកនេះគឺជាឯកសារឈៀកដែលមានសុពលភាពហើយហាមបាត់កតុយវាបាទហាមបាត់កតុយបងប្អូនណានេះកតុយនេះបងប្អូនណាកតុយវានេះហាមបាត់បងប្អូនមានរូបភាពប៉ុណ្ណឹងបាទបងប្អូនកាល់លេខមួយទៀតបងប្អូនកាល់ឡើងនេះបាទត្រូវមានគឺនៅកន្លែងនេះបងប្អូនត្រូវថតចំនួន2សន្លឹកឬ3សន្លឹកសាគូទៅថតលេខតួឡានចំនួន2 3សន្លឹកបាទប្រាប់ឡានស្អីដែរឡានមួយណាក៏ដោយដែលបងប្អូនជន់វែងបងប្អូនត្រូវមានបាទត្រូវមានថតឡើងនេះលេខតួមួយតង់ទៀត2ទៅ3ប៉ុស្តិ៍ទៅថតសាគូណាបងប្អូនបាទចឹងឡានលេខតួវាអាចនឹងនៅទីតាំងខុសគ្នាផ្សេងគ្នាបាទអញ្ចឹងបងប្អូនថតឬក៏បងប្អូនសាកសួរថាលេខតួនៅកន្លែងណាបងប្អូនសាកសួរគ្នាយើងដែលគាត់ចេះអញ្ចឹងសម្រាប់ជាន់សាកលេខវែងมันពិបាកទេស្នាបងប្អូនសិនជាបងប្អូនចង់ជាន់សាកលេខវែងហើយបងប្អូនមិនមានព័ត៌មានច្បាស់លាស់បងប្អូនអាចតាក់ទងឬក៏ខមមិននៅក្រោមវីដេអូនេះដើម្បីបានព័ត៌មានបន្ថែមណាបងប្អូនហើយសម្រាប់ជាន់សាកលេខវែងចំលេខថ្មីបាទធូរថ្លៃទេបងប្អូនអត់ដល់$100ទេបាទអត់ដល់$100ទេសូមបញ្ជាក់ណាបងប្អូនណាបាទអរគុណច្រើនបងប្អូន